សួស្តីបងប្អូនអរគ្នាយើងបន្តសាច់រឿងរបស់យើងបន្តទៀតអរគុណដល់វ័យពោដែលឈិនពេញអានអាចរស់នៅក្នុងដំណើរឋានដ៏ប្រណិតមួយមានភ្នំឆ្លាក់និងសសរថ្មហើយមានបន្ទប់មួយចំនួនធំនឹងការតុបតែងដ៏ប្រណិតជាច្រើនពេលដែលឃើញបែបនេះឈិនពេញអានមិនអាចទប់ចិត្តមិនអោយគិតថាប្រហែលជាសំបីតែលំនៅឋានរបស់អធិរាជក៏មិនល្អជាងនេះដែរមែនទេក្រៅពីនេះកប៉ាល់គុណក៏បានរៀបចំអ្នកបម្រើស្រី2នាក់សម្រាប់គាត់គឺឈុនស៊ួយឈីវនិងឈីវស៊ីម្នាក់មានរាងស្អាតនិងទាក់ទាញចំណែកម្នាក់ទៀតរាងស្គមនិងមានរាងស្លឹមពួកគេជាបងប្អូនស្រីដែលមានរូបរាងស្រដៀងគ្នាប៉ុន្តែរូបរាងរបស់ពួកគេខុសគ្នាទាំងស្រុងពួកគេទទួលខុសត្រូវក្នុងការថែរក្សាភ្ញៀវកិត្តិយសឈិនភិនអានមិនថាជាការចម្អិនអាហារបោកគង់ឬក៏សម្អាតនោះទេពួកគេមានចិត្តស្លូតបូតខ្លាំងណាស់ហើយពួកគេនិយាយដោយទន់ភ្លន់និងកក់ក្ដៅឈិនភិនអានមានអារម្មណ៍មិនស្រួលចិត្តយ៉ាងខ្លាំងចំពោះរឿងនេះលើពីនេះតើគាត់អាចធ្វើឲ្យក្មេងស្រីស្រស់ស្អាតទាំងនេះធ្វើអ្វីៗគ្រប់យ៉ាងដោយរបៀបណាដូច្នេះគាត់នៅតែទទូចឲ្យធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងដោយមិនគិតពីរបៀបដែលក្មេងស្រីទាំងពីរនាក់ព្យាយាមបញ្ចុះបញ្ចូលគាត់ឡើយនៅយប់នោះឈិនភិនអានបានសុំទឹកមួយធុងសម្រាប់លាងជើងហើយគាត់បានដាក់ជើងដែលរឹងរូសរបស់គាត់ចូលទៅក្នុងទឹកក្តៅដែលកំពុងតែក្តៅឈុនស៊ួយនិងឈីវស៊ីកំពុងតែឈរនៅក្បែរនោះហើយមានទឹកមុខស្រពាប់ស្រពោនបន្តិចអែតមាននៅឆ្ងល់នៅក្នុងរឿងនឹងហេតុអីបានជាកូនភ្លោះសម្បីតែបងប្អូនមិនមែនតែកូនភ្លោះទេគឺថាបងប្អូននឹងគ្នាប៉ុន្តែតកូលខុសគ្នាដូចពីរនេះនៅជាមួយតកូលឈុនមួយតកូលឈីវតែមិនទេឈិនភិនអានមានអារម្មណ៍មិនស្រួលខ្លួនហើយវាត្រូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបញ្ចុះបញ្ចូលក្មេងស្រីទាំងពីរនាក់ឲ្យចេញទៅសម្រាកខាងក្រៅគាត់បានដកដង្ហើមធំដោយធូរស្រាលបន្ទាប់ពីធ្វើបែបនេះហើយគាត់បានដាក់ជើងរបស់គាត់ទៅក្នុងធុងទឹកហើយមើលជុំវិញខ្លួនយើងដឹងហើយឈិនភិនអានក៏ចង់ធ្វើអ្វីធ្វើខ្លួនឯងអញ្ចឹងទៅណាគាត់មិនចង់ឲ្យមានអ្នកបម្រើអីណាញ៉ៃអញ្ចឹងទៅណាឈុនស៊ួយនិងឈីវស៊ីអង្គុយនៅក្នុងបន្ទប់ខាងក្រៅពួកគេបានផ្អៀងទៅរកគ្នាទៅវិញទៅមកហើយពួកគេបានជជែកគ្នាយ៉ាងស្រទន់ដោយប្រើប្រាស់ភាសាកំណើតរបស់ពួកគេពីទ្វីបដើមត្រែងពេញលេញសំឡេងរបស់ពួកគេទន់ភ្លន់នៅពេលដែលពួកគេនិយាយគ្នាហើយពួកគេបានប៉ាន់ស្មានដោយចង់ដឹងចង់ឃើញអំពីប្រវត្តិរបស់ក្មេងប្រុសតូចនោះហើយអ្វីបានជាអ្នកត្រួតពិនិត្យកប៉ាល់គុណមើលគាត់ក្នុងន័យនេះហេតុអ្វីបានជាគាត់ឲ្យសញ្ញាសម្គាល់ឋានសួគ៌ដល់ក្មេងប្រុសតូចម្នាក់នេះពួកគេបានជជែកគ្នាអំពីប្រពៃណីនិងទំនៀមទម្លាប់របស់ចក្រភពលីដ៏អស្ចារ្យដែលពួកគេបានឮពីអ្នកដទៃហើយពួកគេបាននិយាយដើមគេអំពីរឿងចម្លែកនិងគួរឲ្យចាប់អារម្មណ៍ដែលបានកើតឡើងនៅក្នុងទ្វីបកៅកំណប់ភាគខាងកើតក្នុងកំឡុងពេលឆ្នាំថ្មីពួកគេក៏បាននិយាយអំពីនារីឋានសួគ៌ម្នាក់មកពីលំនៅឋានអមតៈមួយចំនួនហើយពួកគេបានសរសើរសម្រស់នៃអាវផាយនិងក្រមារបស់នាងនិងថាតើរបស់ទាំងនេះសមនឹងចរិតនិងរូបរាងរបស់នាងប៉ុណ្ណាពួកគេក៏បានសរសើរសម្រស់នៃដង្កៀបសក់គុជរបស់នាងដែលមកពីវិមាននេះមានចានប៉សេឡែនពណ៌ខៀវស្រងាត់មួយនៅលើតុហើយមានផ្លែឈើស្រស់និងផ្លែឪឡឹកជាច្រើនស្រទាប់ដាក់ជុងនៅពីលើគ្នាក្លិនក្រអូបស្រស់ស្រាយបានហុយចេញពីផ្លែឈើផលិតផលថ្លៃមកពីភ្នំផ្សេងនៅក្នុងទ្វីបដើមត្រែងទាំងមូលពួកវាមិនត្រឹមតែមានក្លិនក្រអូបប៉ុណ្ណោះទេថែមទាំងមានធម្មពលខាងវិញ្ញាណបន្តិចបន្តួចទៀតផងបងប្អូនស្រីភ្លោះដែលមានរូបរាងខុសគ្នាឆ្ងាយណាស់ហ៊ានលួចសម្លឹងមើលផ្លែឈើតែប៉ុន្មានដងប៉ុណ្ណោះពួកគេមិនហ៊ានប៉ះវាដោយគ្មានការអនុញ្ញាតទេសំឡេងជើងរបស់ឈិនភិនអានកាន់តែខិតជិតមកដល់ហើយឈុនស៊ុយនិងឈីវស៊ីបានក្រោកឈរឡើងភ្លាមហើយរងចាំបញ្ជារបស់គាត់ដោយការគោរពឈិនភិនអាននៅតែពាក់ស្បែកជើងចម្បាំងរបស់គាត់ហើយគាត់មិនព្រមដាក់ដាវភ្លោះរបស់គាត់ចុះនោះទេទោះបីជាគាត់នៅក្នុងផ្ទះក៏ដោយមិនន័យថាគាត់ស្ពាយដាវគាត់នឹងជាប់ហ្មងណាហើយមួយទៀតណានេះបើសិននៅក្នុងអេនីមេតនេះពេលជាគេកាត់ចេញគេមិនសូវជីនិយាយរៀបរាប់ដូចក្នុងនឹងទេមើលទៅបងប្អូនភ្លោះទាំងពីរនាក់បានសម្លឹងមើលគ្នាទៅវិញទៅមកពីជ្រុងភ្នែករបស់ពួកគេហើយជ្រុងបបោមាត់របស់ពួកគេក៏ញញឹមតិចផងដែរ
ពួកគេយល់ថារឿងនេះគួរឲ្យចាប់អារម្មណ៍ណាស់ទោះបីជាយ៉ាងណាក៏ដោយពួកគេមិនហ៊ានសើចចំអកឲ្យក្មេងប្រុសតូចនោះទេអូគេឃើញបែកជើងច្បើងណាក្នុងករណីណាក៏ដោយកប៉ាល់គុណនេះមកពីភ្នំពិធីនឹងដឹកមនុស្សនិងទំនិញឲ្យធ្វើដំណើរត្រឡប់មកវិញឆ្លងកាត់ទ្វីបចំនួន3ជារៀងរាល់ឆ្នាំដូច្នេះអ្នកបម្រើស្រី2នាក់នៅក្នុងលំនៅឋានសួគ៌ធ្លាប់បានឃើញអ្នកដាំដុះចម្លែកគ្រប់ប្រភេទពីមុនមកតាមពិតទៅពួកគេមានអារម្មណ៍ថាភ្ញៀវដ៏មានតម្លៃម្នាក់នេះមកពីចក្រភពលីដ៏អស្ចារ្យថែមទាំងអាចជាអ្នកដាំដុះអស់រយៈពេល40ទៅ50ឆ្នាំទៀតផងនេះជារឿងធម្មតាពេកហើយនៅក្នុងពិភពនៃអ្នកដាំដុះនៅពេលធ្វើដំណើរទៅខាងក្រៅមនុស្សម្នាក់ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះមនុស្សដែលមើលទៅក្មេងមនុស្សទាំងនេះកាន់តែក្មេងកាន់តែត្រូវប្រុងប្រយ័ត្នជាការពិតណាស់មនុស្សម្នាក់មិនគួរប្រកួតប្រជែងមនុស្សបែបនេះជាមួយនឹងមនុស្សបែបនេះដោយមិនប្រុងប្រយ័ត្នឡើយឈៀវស៊ីបានចាត់យកនៅធុងតុងហើយចេញទៅខាងក្រៅដើម្បីចាក់វាចេញទន្ទឹមនឹងនេះឈុនស៊ុយញញឹមហើយសួរឈិនភីនអានថាតើគាត់នឹងទៅមើលការសម្ដែងគូឈិននៅយប់នេះដែរឬទេនារីឋានសួគ៌ម្នាក់មកពីព្រះពន្លាពួរលឿងដែលជាកន្លែងដែលមានទំនាក់ទំនងល្អជាមួយនឹងភ្នំនេះដែលបានយល់ព្រមលេងពិននៅយប់នេះហើយភ្ញៀវកិត្តិយសទាំងអស់មកពីភ្នំនិងលំនៅឋានសួគ៌អាចចូលរួមមើលការសម្ដែងរបស់នាងដោយមិនចាំបាច់បង់ប្រាក់ឡើយលើពីនេះភ្ញៀវកិត្តិយសទាំងអស់នឹងត្រូវបានផ្ដល់ជូនបន្ទប់ឯកជននៅពេលនេះឈិនភីនអានៅតែកាន់ដាវរបស់គាត់ដែលជាដាវដែលរុនឈៀងបានបង្កើតឡើងដូច្នេះគាត់មិនមានឆន្ទៈដើរលេងនិងជួបជុំជាមួយនឹងមនុស្សច្រើនពេកនោះទេអូមានន័យថាគាត់នៅតែស្ពាយដាវរបស់ឯងនីងយ៉ាវហ្នឹងនិយាយទៅអាដាវនេះគេហៅថាដាវកម្ចាត់បិសាចហ្នឹងអស់នេះឈ្មោះគេនេះដាវកម្ចាត់បិសាចហ្នឹងទៅឬក៏កាប់បិសាចហ្នឹងដូច្នេះគាត់បានបដិសេធការអញ្ជើញនេះដោយសុភាពរាបសារឈុនស៊ុយមានការខកចិត្តបន្តិចបន្តួចចំពោះលទ្ធផលនេះយ៉ាងណាមិញប្រសិនបើភ្ញៀវដ៏គួរឲ្យគោរពរបស់ពួកគេឈិនភីនអាននោះមិនមានឆន្ទៈចូលរួមទេនោះពួកគេក៏មិនអាចចូលរួមបានដែរទោះជាយ៉ាងណាក៏ដោយឈុនស៊ុយនិងឈៀវស៊ីពិតជារីករាយនឹងការសម្ដែងពិនរបស់នារីឋានសួគ៌នោះលើពីនេះការស្ដាប់ការសម្ដែងរបស់នាងក៏អាចផ្ដល់ឲ្យពួកគេនៅការលៀងត្រចៀកផងដែរអ្នកដាំដុះភាគច្រើននៅក្នុងព្រះពន្លាពួរលឿងគឺជាស្ត្រីហើយស្ទើរតែទាំងអស់នៃពួកគេសុទ្ធតែមានជំនាញខ្ពស់ក្នុងការលេងឧបករណ៍ភ្លេងលេងអង្សរសេរអក្សរផ្ចង់និងធ្វើតែនៅពេលដែលនារីសួគ៌ម្នាក់ដាំដុះសិល្បៈជាក់លាក់មួយដល់កម្រិតកំពូលពួកគេនឹងទទួលបានងារកិត្តិយសដូចជាសម្អាតភ្នែកសម្អាតបេះដូងលាងត្រចៀកជាដើមនារីសួគ៌នៅលើកប៉ាល់គុណមានសមត្ថភាពសម្ដែងលាងត្រចៀកជាមួយនឹងការសម្ដែងពិនរបស់នាងហើយចំណងជើងនេះគឺជាការសរសើរចំពោះជំនាញពិនរបស់នាងក៏ដូចជាសម្លេងដ៏រីករាយនៃតន្ត្រីរបស់នាងលើពីនេះលាងត្រចៀកអាចយកតាមន័យត្រង់បានហើយបទភ្លេងពីឧបករណ៍ភ្លេងរបស់នារីសួគ៌ទាំងនេះគឺពិតជាអាចលាងសម្អាតនៅភាពកខ្វក់ដែលប្រមូលផ្ដុំនៅក្នុងត្រចៀកនិងចំណុចជីបចរនៅក្បែរនោះបានឈុនស៊ុយនិងឈៀវស៊ីវឹកហាន់អស់រយៈពេល7ឆ្នាំមកហើយប៉ុន្តែដោយសារតែទេពកោសល្យមធ្យមរបស់ពួកគេមានកម្រិតពួកគេនៅតែគ្រាន់តែជាអ្នកដាំដុះលំដាប់ទី2ប៉ុណ្ណោះនៃកម្រិតទី2នោះតាមពិតទៅពួកគេមិនអាចចាត់ទុកថាជាសិស្សក្រៅផ្លូវការនៃភ្នំពិធីបានទេដូច្នេះទោះបីជាអត្ថប្រយោជន៍នៃការលាងត្រចៀកមានតិចតួចក៏ដោយក្មេងស្រីទាំងពីរនាក់នៅតែមិនព្រមបណ្ដោយឲ្យឱកាសណាមួយដើម្បីកែលម្អការដាំដុះរបស់ពួកគេកន្លងផុតទៅនោះឡើយឈិនភីនអានមិនបានដឹងអំពីរឿងនេះនោះទេតាមពិតទៅទោះបីជាគាត់បានដឹងអំពីរឿងទាំងនេះក៏ដោយវាទំនងជាការសម្រេចចិត្តរបស់គាត់នៅតែដដែលនេះត្រូវបានកំណត់ដោយធម្មជាតិប្រុងប្រយ័ត្នរបស់គាត់ក្នុងករណីណាក៏ដោយគាត់គឺជាអ្នកហាត់ក្បាច់គុណសុទ្ធសាធដែលមិនធ្លាប់បានឃើញនៅពិនពីមុនមកហើយគាត់ក៏កំពុងកាន់ទ្រព្យសម្បត្តិដ៏មានតម្លៃជាច្រើននៅពេលនេះផងដែរដូច្នេះគាត់ពិតជាមិនហ៊ានអួតអាងជំវិញកប៉ាល់គុណនេះទេអាកប៉ាល់ដែលយើងមើលក្នុងអេនីមេគឺត្រីបាឡែនប៉ុណ្ណាណៃនោះណាអ្នកអស់នេះមិនគេហៅថាកប៉ាល់គុណអានេះគេហៅគុណពេងទៀតទេអីហៅកប៉ាល់គុណនឹងស្អីទៅណោះហើយត្រីបាឡែននេះនឹងឈឹងស៊ួយនិងឈៀវស៊ីមិនចាំបាច់ធ្វើអ្វីទេ
ប៉ុន្តែពួកគេនៅតែត្រូវស្នាក់នៅក្នុងបន្ទប់ស្លាបមួយនៃលំនៅឋានសួគ៌នេះដូច្នេះពួកគេទាំង3នាក់អាចមើលមុខគ្នាដោយឆ្កងឈិនពិនអានកាន់តែច្រណែននឹងវៃពោប្រសិនបើវៃពោស្ថិតនៅក្នុងស្ថានភាពរបស់គាត់ពួកគេទាំង3នាក់ប្រកាសជារីករាយនឹងបរិយាកាសដែលគ្មានកង្វល់និយាយនឹងសើចជាមួយនឹងគ្នាបរិយាកាសពេញជាមិនឆ្កងដោយពេលនេះនោះទេទោះជាយ៉ាងណាក៏ដោយតាមពិតទៅឈុនស៊ុយនិងឈីវស៊ីមិនមានអារម្មណ៍ឆ្កងអ្វីទាំងអស់ផ្ទុយទៅវិញពួកគេយល់ថាស្ថានភាពនេះគឺពិតជាថ្មីនិងគួរឲ្យចាប់អារម្មណ៍យ៉ាងណាមិញមានភ្ញៀវតិចតួចណាស់ដែលដូចក្មេងប្រុសតូចនេះពិនជាមានភ្ញៀវចម្លែកមួយចំនួនមែនប៉ុន្តែភាគច្រើននៃពួកគេនឹងចម្លែកក្នុងន័យចម្លែកឬឯកោជាឧទាហរណ៍មានភ្ញៀវមួយចំនួនដែលមានអារម្មណ៍ថាត្រូវការសម្អាតគ្រប់ជ្រុងជ្រោយនៃលំនៅឋានសម្បីតែធ្នឹមនិងផ្នែកខាងក្រោមនៃគ្រែពួកគេរវល់ជាមួយនឹងកិច្ចការចម្លែកនេះហើយពួកគេក៏មិនព្រមឲ្យបងប្អូនស្រីភ្លោះជួយពួកគេផងដែរវាដូចជាធូលីតែមួយដុំនៅក្នុងផ្ទះនឹងធ្វើឲ្យចិត្តរបស់ពួកគេកខ្វក់ក៏មានភ្ញៀវដែលភ័យខ្លាចភាពងងឹតដែរហើយពួកគេនឹងយកគុយខ្យងយក្សជាច្រើនចេញពីកំណប់ទ្រព្យរបស់ពួកគេហើយដាក់វានៅគ្រប់ទីកន្លែងនៅលើតុលើគ្រែនិងគ្រប់ទីកន្លែងដែលពួកគេអាចធ្វើបានលំនៅឋានទាំងមូលនឹងភ្លឺចែងចាំងមានបរិសុទ្ធសំណាម្នាក់ស្គមស្គាំងនឹងរួញអណ្ដែតអង្អែលដែលបាននាំយកនៅសាកសពម៉ាមីមួយក្រុមមកជាមួយនឹងក្លិនស្អុយគួរឲ្យចង់ក្អួតសាកសពទាំងអស់សុទ្ធតែជាស្ត្រីហើយពួកគេទាំងអស់គ្នាស្លៀកពាក់អាវផាយដ៏ស្រស់ស្អាតនិងតុបតែងខ្លួនដោយគ្រឿងអលង្ការពួកគេក៏អាចដើរនិងធ្វើចលនាបានដោយសេរីហើយគ្រាន់តែមិនអាចនិយាយបានទោះជាបទពិសោធន៍ដ៏រន្ធត់មួយតាមពិតទៅបងប្អូនស្រីភ្លោះទាំងពីរមិនហ៊ានដេកមួយផ្លេតពេញមួយយប់នោះទេដោយខ្លាចថាពួកគេនឹងខ្លាចទៅជាសាកសពម៉ាមីនៅពេលព្រឹកដែរប្រសិនបើពួកគេមិនប្រយ័ត្នស៊ិនភិនអានមានអារម្មណ៍ថាបរិយាកាសឆ្កងនេះមិនអាចស្ថិតស្ថេរបាននោះទេហើយវាក៏ជាគំនិតអាក្រក់សម្រាប់គាត់ក្នុងការអនុវត្តសមាធិឈរនៅចំពោះមុខអ្នកខាងក្រៅដូច្នេះគាត់គ្មានជំរឿអ្វីក្រៅអំពីប្រមូលផ្ដុំភាពក្លាហានរបស់គាត់ហើយបំបីភាពស្ងៀមស្ងាត់នោះទេដោយប្រើប្រាស់គ្រាមភាសាផ្លូវការនៃទ្វីបឫស្សីពេញលេញឬក៏ទ្វីបដើមត្រែងដែលគាត់មិនស្ទាត់ជំនាញគាត់បានសួរថាឈុនស៊ុយឈៀវស៊ីតើភ្នំពិធីស្ថិតនៅកន្លែងណានៅក្នុងទ្វីបឫស្សីពេញលេញភ្លាមបន្ទាប់ពីបំបែកភាពស្ងៀមស្ងាត់ឈិនពិនអានបានរកឃើញថាបរិយាកាសមានភាពចុះសម្រុងគ្នានិងមានផាសុកភាពជាងមុននេះក៏ព្រោះតែបងប្អូនភ្លោះទាំងពីរនាក់ហាក់ដូចជាកើតមកមានជំនាញក្នុងការសន្ទនាជាមួយនឹងអ្នកដទៃក្រោយមកឈិនពិនអានស្ទើរតែគ្មានឱកាសនិយាយទេគាត់គ្រាន់តែត្រូវការផ្ទៀងត្រជាស្ដាប់ប៉ុណ្ណោះណានេះតែពីរនាក់នឹងនិយាយរៀបរាប់ហ្មងណាតាមពិតទៅនៅពេលដែលឈិនពិនអានបានឲ្យផ្លែឈើមួយចំនួនដល់ពួកគេដោយសុភាពរៀបសារដើម្បីឲ្យពួកគេផឹកទឹកឡើងមកវិញស្វែងស្រីទាំងពីរនាក់ក៏បានទទួលយកការផ្ដល់ជូនរបស់គាត់ដោយមុខឡើងក្រហមបន្តិចម្នាក់ក្នុងចំណោមពួកគេបានងាកទៅម្ខាងដើម្បីញ៉ាំអាហារខណៈពេលដែលម្នាក់ទៀតក្នុងចំណោមពួកគេបន្តពិពណ៌នាអំពីភ្នំពិធីដល់ឈិនពិនអាននៅពេលដែលនាងអស់កម្លាំងប្អូនស្រីរបស់នាងនឹងទទួលបន្ទុកហើយបន្តបញ្យល់ពីស្ថានភាពឈិនពិនអានបានស្ដាប់ដោយចំណាប់អារម្មណ៍យ៉ាងខ្លាំងមិនន័យថាមួយចាប់ដើមទំពាគ្របមួយទៀតនិយាយអស់កម្លាំងចាប់ដើមហើយភ្លុកឲ្យផ្លែឈើណាប្អូនចាប់ដើមបន្តដោយតែបានបង្ហាញភ្នំពិធីគឺជាកម្លាំងដ៏ធំមួយនៅក្នុងតំបន់នៃទ្វីបឬសៃពេញលេញទ្វីបហើយត្រែងពេញលេញអានឹងហៅត្រែងអញ្ចឹងត្រែងមិនត្រូវណោះទ្វីបដើមត្រែងផ្លែមែនណាបើសិនជាដូចអត់មានថាយ៉ាងបែរមិនចេះចិនទេហៅតាមចិនតាមអីយូជីងជីណាណៃទៅរឿងសំណំចំនួនចឹងណាតែអត់មានអត់ចេះទេវាមានទីតាំងស្ថិតនៅភូមិនិរដីហើយវាមានរយៈពេលជាង120ឆ្នាំមកហើយចាប់តាំងពីអ្នកដាំដុះដ៏មានឥទ្ធិពលនៅកម្រិតកណ្ដាលទាំង5បានលេចឡើងនៅក្នុងកងកម្លាំងដោយសារតែរឿងនៃភ្នំពិធីបានដកងារនិកាយចេញពីឈ្មោះរបស់វាយោងទៅតាមច្បាប់នៃពិភពលោកនេះដែលធ្លាប់ត្រូវបានគេហៅថានិកាយពិធីឥឡូវនេះកម្លាំងនេះបានត្រឡប់ទៅឈ្មោះដើមរបស់វាគឺភ្នំពិធីដូច្នេះដែលបានដាក់ឈ្មោះដោយស្ថាបនិករបស់វាមានន័យថាពីមុនហ្នឹងវាអត់មានអ្នកដាំដុះហើយកម្រិតហើយកណ្ដាលទាំង5ទៅ
ដល់ពេលអញ្ចឹងទៅគឺអាភ្នំពិធីនេះវាធ្លាក់ចុះវិញដែរទោះជាយ៉ាងណាក៏ដោយភ្នំនោះគឺពិតជាធ្លាប់ជួបប្រទះនឹងអំណាចនិងទ្រព្យសម្បត្តិដ៏អស្ចារ្យពីមុនមកនៅពេលដល់ចំណុចកំពូលភ្នំនោះធ្លាប់មានអមតៈដ៏មានអំណាច2នាក់នៅកម្រិតកំពូលទាំង5អូនៅកម្រិតកំពូលទាំង5នោះអមតៈ2នេះមានអំណាចអាចកំបាំងកំពូលហើយឈ្មោះរបស់ពួកគេបានរីករាលដាលពីពេញទ្វីបទោះបីជាបុព្វបុរសនៃការបង្កើតឡើងវិញនៃនិកាយទាំងពីរស្ថិតនៅក្នុងកម្រិតត្បូងពេជ្រមិនទាន់ពេញលេញដែលជាកម្រិតទី1នៃកម្រិតកំពូលទាំង5ឬត្រូវបានគេស្គាល់ថាជាកម្រិតទី11ក៏ដោយវានៅតែគួរឲ្យចាប់អារម្មណ៍និងអស្ចារ្យខ្លាំងណាស់សម្រាប់និកាយមួយដែលមានអ្នកដាំដុះកម្រិតត្បូងពេជ្រមិនទាន់ពេញលេញ2នាក់ក្នុងពេលតែមួយអូមានន័យថាក្នុងនិកាយនោះមានអ្នកដាំដុះកម្រិតទី11អានឹងគេហៅថាកម្រិតត្បូងទៅណាកម្រិតទី11ដំណាក់កាលបើនិយាយទៅដំណាក់កាលដំបូងហ្នឹងទៅទោះបីជាបងប្អូនស្រីភ្លោះទាំងពីរនាក់មិនអាចចាត់ទុកថាជាសិស្សរបស់ភ្នំនេះក៏ដោយក៏ពួកគេនៅតែពោពេញទៅដោយអារម្មណ៍រីករាយនិងមានមោទនភាពរួមគ្នានៅពេលដែលពួកគេបានរៀបរាប់អំពីការជួបប្រទះនិងសមិទ្ធផលដ៏អស្ចារ្យនិងល្បីល្បាញរបស់បុព្វបុរសនៃកងកម្លាំងមួយនេះពេលកំពុងធ្វើដំណើរលើកប៉ាល់ឆ្លងទ្វីបបុព្វបុរសម្នាក់បានជួបប្រទះនឹងក្រុមសត្វចម្លែកសមុទ្រជ្រៅមួយក្រុមធំទោះជាយ៉ាងណាក៏ដោយគាត់បានបណ្ដេញពួកវាចេញដោយកម្លាំងហើយពន្លឺដ៏អស្ចារ្យនៃដាវរបស់គាត់គឺភ្លឺចែងចាំងជាងព្រះច័ន្ទភ្លឺចែងចាំងដែលព្យួរពីលើសមុទ្រទៅទៀតបុព្វបុរសម្នាក់ទៀតមានជំនាញខ្លាំងខាងបច្ចេកទេសភ្លេងបន្ទោហើយគាត់បានទទួលរហស្សនាមថាពពកទេពធីតាសួរខណៈពេលដែលកំពុងធ្វើដំណើរពីភាគនិរតីនៃទ្វីបដើមត្រែងពេញលេញឬតែដើមត្រែងទាំងមូលរហូតដល់ភាគឦសានក្នុងកំឡុងពេលនេះគាត់ក៏បានសម្លាប់អារក្សនិងបិសាចរាប់មិនអស់ប៉ុន្តែសូម្បីតែរហូតមកដល់សប្តាហ៍ថ្ងៃនេះមនុស្សរាប់មិនអស់នៅក្នុងទ្វីបទាំងមូលនៅតែមានអំណរគុណយ៉ាងខ្លាំងចំពោះគាត់តាមពិតទៅពួកគេមានបន្ទះរំលឹកគុណូបការៈរបស់គាត់ដាក់នៅក្នុងលំនៅឋានរបស់ពួកគេហើយពួកគេនឹងបន្តគោរពគាត់ដោយធូបនិងគ្រឿងបូជាសម្រាប់ចំនួន1នៅចំនួន1ទៅចំនួន1ទៀតឈិនពិនអានមិនបានគិតច្រើនពេកអំពីទង្វើដ៏រុងរឿងទាំងនេះនោះទេហើយគ្រាន់តែមានអារម្មណ៍ចង់បានបន្តិចបន្តួចបន្ទាប់ពីបានស្ដាប់ពួកគេទោះជាយ៉ាងណាក៏ដោយគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះថ្នាក់ថ្មថ្នាក់ត្បូងមិនទាន់ពេញលេញដែលជាកម្រិតទី11សម្រាប់អ្នកដាំដុះគាត់មិនអាចជួយអ្វីបានក្រៅអំពីសួរបងប្អូនស្រីភ្លោះទាំងពីរអំពីរឿងនេះទោះបីជាឈុនសួយគ្រាន់តែជាអ្នកដាំដុះកម្រិតទី2ក៏ដោយក៏នាងនៅតែដឹងរឿងជាច្រើនអំពីបញ្ហានេះពីព្រោះអ្នកដាំដុះថ្នាក់5ខាងលើធ្លាប់បានបង្ហាញខ្លួននៅក្នុងភ្នំពិធីពីមុនមកនាងចាប់ដើមប្រាប់ឈិនពិនអានអំពីអ្វីដែលនាងបានដឹងហើយនាងបាននិយាយថាថ្នាក់ត្បូងមិនទាន់ពេញលេញដល់ល្បីល្បាញអាចត្រូវបានចាត់ទុកថាជាកម្រិតនៃសមិទ្ធផលដ៏អស្ចារ្យសម្រាប់អ្នកដាំដុះមនុស្សម្នាក់អាចត្រឡប់ទៅសភាពសាមញ្ញធម្មជាតិវិញនៅកម្រិតនេះហើយនេះនឹងអនុញ្ញាតឲ្យរាងកាយរបស់ពួកគេមានទំនោរទៅរកភាពល្អឥតខ្ចោះពួកគេនឹងคล้ายដូចជាមាសនិងដូចជាត្បូងហើយពួកគេលែងត្រូវការពឹងពាក់លើទ្រព្យសម្បត្តិអមតៈដែលនៅខាងក្រៅរាងកាយរបស់ពួកគេទៀតហើយផ្ទុយទៅវិញពួកគេនឹងคล้ายទៅជាមនុស្សដែលមានភាពធន់និងមិនខ្លាចចំពោះទឹកនិងភ្លើងក៏ដូចជារឿងអាក្រក់ផងដែរជាទូទៅអ្នកដាំដុះបែបនេះអាចរីករាយនឹងអាយុកាលពី500ឆ្នាំទៅ1000ឆ្នាំប៉ុណ្ណឹងទេដោយសារតែបញ្ហានេះវាពិបាកខ្លាំងណាស់សម្រាប់អ្នកដាំដុះនៅកម្រិតត្បូងមិនទាន់ពេញលេញក្នុងការចាប់អារម្មណ៍លើការផ្លាស់ប្ដូររាជវង្សនៅក្នុងពិភពលោកមនុស្សពេលឈុនសួយនិយាយដូច្នេះឈីវស៊ីក៏បានញ៉ាំផ្លែឈើពណ៌បៃតងរបស់នាងរួចដែរនាងបានក្អកដោយចៃដន្យហើយភ្លាមនោះនាងក៏បានឡើងក្រហមមុងដោយភាពអៀនខ្មាស់បន្តិចអូនស្រីភ្លោះរបស់នាងជន់សួយបានសម្លឹងមកនាងហើយឈីវស៊ីបានព្យាយាមកែសម្រួលកំហុសរបស់នាងយ៉ាងប្រញាប់ប្រញាល់ដោយបញ្យល់ឈិនពីណានថាលោកមេតាតូចឈិនអ្នកបម្រើស្រីនេះក៏បានឮមនុស្សនិយាយថា
បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ទាំង5អ្នកដាំដុះលែងចាំបាច់បារម្ភអំពីចំហាយមិនបរិសុទ្ធរវាងឋានសួគ៌និងផែនដីដែលរាងកាយរបស់ពួកគេដូចទឹកទន្លេដែលហូរចេញពីពិភពតូចនិងដែនដ៏មានពរការប្រមូលផ្ដុំធម្មពលខាងវិញ្ញាណនៅក្នុងខ្លួនរបស់ពួកគេនឹងឈានដល់ដែនកំណត់បន្តិចម្ដងនៅពេលដែលរឿងទាំងនេះកើតឡើងការដាំដុះនៅលើភ្នំឬនៅខាងក្រៅភ្នំនឹងលែងធ្វើឲ្យមានភាពខុសគ្នាធំដុំទៀតហើយមនុស្សនៅកម្រិតកំពូលទាំង5នឹងរីករាយនឹងភាពបត់បែននិងសេរីភាពច្រើនជាងអ្នកដែលនៅកម្រិតទី10ដែលមិនអាចផ្លាស់ប្ដូរបានគឺកម្រិតចាប់ផ្ដើមមានទឹកមុខចង់បាននៅក្នុងភ្នែករបស់ឆេវស៊ីហើយនាងបានបន្តថាអ្នកដាំដុះស្រីទាំងអស់នៅក្នុងលោកស្រមៃចង់ទៅដល់កម្រិតកំពូលទាំង5នេះក៏ព្រោះតែបន្ទាប់ពីទៅដល់កម្រិតទី11មនុស្សម្នាក់នឹងមានឱកាសតែមួយដើម្បីផ្លាស់ប្ដូរខ្លួនឯងម្យ៉ាងវិញទៀតនេះនឹងជាឱកាសសម្រាប់មនុស្សម្នាក់ដើម្បីតុបតែងខ្លួនដោយមិនប៉ះពាល់ដល់វាសនារបស់ពួកគេឡើយដោយសារតែរឿងនេះអ្នកដាំដុះស្រីជាច្រើនដែលមានសក់ស្កៅនិងចាស់ទុំអាចទទួលបានរូបរាងក្មេងជាងវ័យឡើងវិញរូបរាងនេះនឹងស្ថិតស្ថេរជារៀងរហូតដល់ពួកគេស្លាប់ហេតុអ្វីបានជាមនុស្សសាមញ្ញខ្លាចក្នុងការរៀបចំរូបរាងកាយរបស់ពួកគេប៉ុន្តែអ្នកដែលនៅកម្រិតត្បូងមិនទាន់ពេញលេញអាចធានាថាគ្មានផលប៉ះពាល់ដល់វាសនារបស់ពួកគេទេឈិនពីអានសួរដោយចង់ដឹងចង់ឃើញឈៀវស៊ីស្ទើរតែនិយាយមិនចាញ់ឡើយនាងដឹងថានេះជាករណីពិតមែនប៉ុន្តែនាងមិនដឹងថាហេតុអ្វីបានជាមានករណីបែបនេះកើតឡើងយ៉ាងណាមិញតើអ្នកជំនាញហើយកម្រិតទី2ដូចជានាងអាចនឹងមានលទ្ធភាពអាចដឹងទៅដល់កម្រិតកំពូលទាំង5ដោយរបៀបណាស៊ុនស៊ុយមានការសង្កេតច្រើនជាងប្អូនស្រីរបស់នាងហើយក៏មានឆន្ទៈក្នុងការគិតអំពីបញ្ហាច្រើនជាងនាងញញឹមហើយឆ្លើយថាលោកម្ចាស់តូចឈិនខ្ញុំមិនហ៊ានផ្ដល់ការសន្និដ្ឋានណាមួយអំពីការពិតទេប៉ុន្តែខ្ញុំមានគំនិតមួយចំនួនដែលអ្នកអាចប្រើវាជាឯកសារយោងនៅពេលដែលនិយាយអំពីមនុស្សធម្មតារូបរាងរបស់ពួកគេត្រូវបានកំណត់តាំងពីពេលដែលពួកគេលេចឡើងនៅក្នុងផ្ទៃម្ដាយនេះពិតជាតាក់ទងនឹងជោគវាសនារបស់មនុស្សម្នាក់ដូច្នេះមនុស្សសាមញ្ញនៅខាងក្រៅភ្នំយល់ឃើញថាវាជាការហាមឃាត់ក្នុងការផ្លាស់ប្ដូររូបរាងរបស់ពួកគេនេះមិនមែនគ្មានមូលដ្ឋានទេទោះជាយ៉ាងណាក៏ដោយវាเป็นជាពិបាកក្នុងការទៅរួចពិបាករួចទៅហើយសម្រាប់អ្នកដាំដុះក្នុងការប៉ះពាល់ផលអវិជ្ជមានដល់ជោគវាសនារបស់ពួកគេដោយការផ្លាស់ប្ដូររូបរាងរបស់ពួកគេបន្ទាប់ពីឡើងដល់កម្រិតកណ្ដាលទាំង5ទាក់ទងនឹងមូលហេតុដែលអ្នកដាំដុះនៅកម្រិតត្បូងមិនទាន់ពេញលេញអាចផ្លាស់ប្ដូររូបរាងរបស់ពួកគេដោយមិនមានផលប៉ះពាល់អវិជ្ជមានដល់វាសនារបស់ពួកគេពុំមានអារម្មណ៍ថានេះគឺដោយសារតែពេលនាងនិយាយបែបនេះឈុនស៊ុយបានលើកដៃឡើងហើយធ្វើពុនជាសង់ផ្ទះមួយនៅលើតុខ្ញុំនិងឈីវស៊ីស្ថិតនៅត្រឹមតែកម្រិត5ខាងក្រោមប៉ុណ្ណោះដូច្នេះអ្នកដាំដុះដូចជាពួកយើងនឹងមានសសរតែ1ឬ2នៅក្នុងផ្ទះរបស់ពួកគេអ្វីតែងតែពិបាកបំផុតនៅដើមដំបូងប្រសិនបើយើងផ្លាស់ប្ដូររូបរាងរបស់ពួកយើងនោះស្មើនឹងការបាក់សសរមួយក្នុងចំណោមសសរមួយចំនួនដូច្នេះផ្ទះព្រាមធៀមរបស់យើងនឹងប្រឈមមុខនឹងហានិភ័យនៃការដួលរលំដោយធម្មជាតិបន្ទាប់មកឈុនស៊ុយបានធ្វើចលនារលកដោយដៃរបស់នាងហើយបន្តថាទោះជាយ៉ាងណាក៏ដោយអមតៈនៅថ្នាក់កណ្ដាលទាំង5និងថ្នាក់លើទាំង5បានសាងសង់ផ្ទះរឹងមាំរួចទៅហើយប្រហែលជាពួកគេថែមទាំងបានសាងសង់លំនៅឋានទាំងមូលដែលដូចជាវិមានអធិរាជទៀតផងដូច្នេះពួកគេទំនងជាមិនរងផលប៉ះពាល់ច្រើនទេទោះបីជាពួកគេបាក់សសរ2 3ដើមខណៈពេលដែលកំពុងផ្លាស់ប្ដូររូបរាងរបស់ពួកគេក៏ដោយនៅពេលដែលអ្នកដាំដុះស្រីនៅថ្នាក់ត្បូងមិនទាន់ពេញលេញបានផ្លាស់ប្ដូររូបរាងរបស់ពួកគេនឹងធ្វើឲ្យខ្លួនឯងស្រស់ស្អាតប្រហែលជានេះជាដំណើរការមួយរបស់ពួកគេក្នុងការផ្លាស់ប្ដូររូបរាងខាងក្រៅនៃលំនៅឋានប្រៀបធៀបរបស់ពួកគេ
ឬប្រហែលជាពួកគេកំពុងតែបន្ថែមស្រទាប់ក្បឿងកញ្ចក់ថ្មីស្រឡាងនៅលើដំបូលរបស់ពួកគេដែលធ្វើឲ្យវាមើលទៅស្រស់ស្អាតជាងមុនលោកម្ចាស់តូចឈិនតើការបញ្យល់របស់ខ្ញុំសមហេតុផលទេនាងចង់និយាយថាពេលដែលមនុស្សដែលនៅក្នុងកម្រិតទី11ហ្នឹងជាមនុស្សស្រីណាគឺគេអាចផ្លាស់ប្ដូររូបរាងរបស់ពួកគេបានណាសម្រស់របស់គេបានចឹងណាន័យថាដំបងស្កៅព្រីពពូសាច់ជ្រាវជ្រួញអីចឹងទៅតែដល់ពេលគេផ្លាស់ប្ដូររូបរាងគេនៅក្នុងកម្រិតហ្នឹងណាគឺគេបានស្រស់ស្អាតជាងមុនចឹងណាឬក៏យើងនិយាយខ្លីថាទៅជាក្មេងជាងវ័យហើយបន្ថែមអាភាពស្រស់ស្អាតថែមទៀតហ្នឹងឈិនភិនអានងក់ក្បាលហើយឆ្លើយថាមែនហើយវាពិតជាដូច្នោះមែនជុនស៊ុយមានអារម្មណ៍ខ្មាស់អៀនបន្តិចហើយនាងបានបន្ថែមថាតែនេះគ្រាន់តែជាគំនិតល្ងងខ្លៅរបស់ខ្ញុំប៉ុណ្ណោះកុំយកចិត្តទុកដាក់ខ្លាំងពេកអីលោកម្ចាស់ឈិនភិនអានញញឹមហើយនិយាយថាខ្ញុំមានអារម្មណ៍ថាការបញ្យល់របស់អ្នកសមហេតុផលណាឈៀវស៊ីព្រិចភ្នែកហើយនិយាយដោយទឹកមុងខកចិត្តថាពួកគេជាអមតៈថ្នាក់ត្បូងមិនទាន់ពេញលេញខ្ញុំនិងបងស្រីធំមិនដែលឃើញអ្នកដាំដុះដ៏មានឥទ្ធិពលបែបនេះពីមុនមកទេសូម្បីតែម្ដងពីចម្ងាយក៏ដោយទឹកមុខរបស់ជួយជុនស៊ួយកាន់តែស្ងប់ស្ងាត់បន្តិចហើយនាងនិយាយថាការមិនបានឃើញពួកគេគឺជារឿងល្អប្រសិនបើអមតៈនៅកម្រិតកំពូលទាំង5ចូលរួមក្នុងការប្រយុទ្ធសម្បីតែអ្នកដាំដុះនៅកម្រិតកណ្ដាលទាំង5ក៏មិនអាចធ្វើអ្វីបានល្អជាងមនុស្សធម្មតាដែរឈៀវស៊ីងើយមុខឡើងហើយនិយាយថាខ្ញុំគ្រាន់តែចង់ជួបពួកគេម្ដងពីចម្ងាយប៉ុណ្ណោះឈុនស៊ួយមានការខឹងសម្បាបន្តិចហើយនាងបានឆ្លើយថាតែយើងអាចមើលឃើញឆ្ងាយប៉ុណ្ណាដែលកំណប់ទ្រព្យអមតៈរបស់អ្នកដាំដុះកម្រិត5ខាងលើអាចវាយប្រហារបានប្រសិនបើយើងមិនប្រយ័ត្នទេនោះយើងអាចនឹងត្រូវសម្លាប់មុនពេលដែលយើងដឹងថាមានអ្វីវាយប្រហារយើងឈិនភិនអានមិនបានជ្រៀតជ្រែកទេមនុស្សម្នាក់មានក្តីស្រមៃរៀងៗខ្លួនហើយគាត់ក៏មិនសូវស្គាល់បងប្អូនស្រីភ្លោះទាំងពីរនាក់នេះផងដែរដូច្នេះគាត់មិនចាំបាច់ធ្វើសេចក្តីអត្ថាធិប្បាយលើរឿងនេះនោះទេមាននរណាម្នាក់ឈរនៅក្បាលកប៉ាល់គុនស្រាប់តែចង្អុលទៅកន្លែងណាមួយនៅទិសខាងលិចឆ្ងាយដោយធ្គាមរបស់គាត់បើកធំបន្ទាប់ពីដឹងខ្លួនគាត់ក៏ប្រញាប់ប្រញាល់ហៅដៃគូរបស់គាត់មកហើយស្រែកថាប្រញាប់ឡើងមើលទៅទីនោះរុនមួយដែលមានទំហំមិនស្គាល់ត្រូវបានទម្លូយ៉ាងខ្លាំងទៅលើមេឃនៃពិភពដ៏អស្ចារ្យមានអ្វីមួយបានធ្លាក់មកហើយវាហាក់ដូចជាវាត្រូវបានដាល់ចុះពីលើមេឃទោះបីជាវត្ថុនោះកំពុងតែធ្លាក់ចុះលបឿនលឿនជាងកំណប់ទ្រព្យអមតៈលំដាប់កំពូលក៏ដោយដំបូលមេឃខ្ពស់ពេកពីលើដីខាងក្រោមដូច្នេះមនុស្សគ្រប់គ្នាអាចមើលឃើញទិដ្ឋភាពដ៏អស្ចារ្យនេះដរាបណាពួកគេសម្លឹងមើលទៅទិសខាងលិចវាដូចជាផ្កាយដ៏កន្ទុយមួយកំពុងតែបាញ់យ៉ាងលឿនឆ្ពោះទៅដីដោយមានពន្លឺពណ៌សដូចជាព្រិលនៅពីក្រោយវាភាពចលាចលរីករាលដាលពីពេញកប៉ាល់គុនហើយបន្ទាប់ពីរត់ចេញទៅសួរអំពីស្ថានភាពឈៀវស៊ីបានប្រញាប់ប្រញាល់មកវិញហើយជម្រាបឈិនពីនអានអំពីរឿងនេះនាងបានប្រាប់គាត់ឲ្យប្រញាប់ប្រញាល់ទៅវេទិកាមើលដែលជាផ្នែកមួយនៃលំនៅឋានសួគ៌របស់គាត់នេះជាអ្វីដែលគាត់ពិនជាមិនអាចខកខានបានបន្ទាប់ពីលឺដូច្នេះឈិនពីនអានបានដើរឆ្លងកាន់បន្ទប់សិក្សាជាមួយនឹងឈុនស៊ុយនិងឈៀវស៊ីហើយបើកទ្វារទៅកាន់វេទិកាមើលពេលណាគាត់បានឃើញផ្កាយដ៏កន្ទុយដ៏ភ្លឺស្វាងនិងទាក់ទាញភ្នែកមួយកំពុងតែបាញ់ចុះមកផែនដីនៅភាគខាងលិចដ៏ឆ្ងាយលើពីមេឃសំឡេងដ៏ខ្លាំងមួយពោពេញទៅដោយការពេញចិត្តបានបន្លឺឡើងពីពេញមេឃធ្វើដំណើរយឺតឆ្លងកាត់បឹងនៃចិត្តរបស់មនុស្សនៃអ្នកដាំដុះទាំងអស់នៅក្នុងពិភពលោកអាលៀងតើកណ្ដាប់ដៃរបស់ពូជាចាតាវម្នាក់នេះយ៉ាងម៉េចដែរអាយ៉ាជួយអូវៃគ្នាមកលៀងនេះយោអ្នកដាំដុះទាំងអស់នៅក្នុងពិភពដ៏អស្ចារ្យត្រូវបានបង្ខំឲ្យឮរឿងនេះដោយមិនគិតថាតើពួកគេចង់ឮវាឬអត់នោះទេនេះเป็นជាការត្រួតត្រាដ៏ខ្លាំងក្លាមែននៅពេលនេះវាទំនងជាអ្នកដាំដុះហើយវិញ្ញាណអារក្សខ្មោចនិងទេវតារាប់មិនអស់កំពុងសម្លឹងមើលទៅទិសខាងលិចវាទំនងថាពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអំណាចតាវដ៏ជ្រាលជ្រៅនិងកណ្ដាប់ដៃដ៏ខ្លាំងក្លារបស់ពួកជាចាតាវម្នាក់នោះធ្គាមរបស់ចិនភិនអានក៏បានធ្លាក់ចុះផងដែរអ្វីអាលៀងអ្នកត្រូវបាននរណាម្នាក់វេបំបែកពីលើមេឃមែនទេអីចុះអាលៀងណាគេវេធ្លាក់ពីលើមេឃផ្កាយដ៏កន្ទុយបានធ្លាក់ទៅទ្វីបមួយចំនួននៅតំបន់ភាគខាងលិចនៃពិភពដ៏អស្ចារ្យនៅក្នុងពិភពនេះគេហៅតែពិភពដ៏អស្ចារ្យនេះអ្នកនរនេះពិភពដ៏អស្ចារ្យណា
ដែលមានទ្វីប9ចឹងហើយវាបានផ្ទុះរណ្ដៅដ៏ធំមួយចូលទៅក្នុងដីមនុស្សនោះបានលោតឡើងបន្ទាប់ពីនោះហើយដោយសារតែធម្មពលដ៏ខ្លាំងក្លានៃកណ្ដាប់ដៃនោះគាត់បានលោតឡើងដល់កម្ពស់ស្ទើរតែស្មើនឹងភ្នំតៃនៃទ្វីបដ៏ទេវភាពដែនដីកណ្ដាលមនុស្សនោះបានមើលជុំវិញបន្ទាប់ពីបានទៅដល់កំពូលនៃធ្នូដូចជាគាត់កំពុងតែវាស់ទិសដៅរបស់គាត់នៅទីបញ្ចប់គាត់បានបាត់ខ្លួនជាមួយនឹងពន្លឺភ្លឹបភ្លែតទៅបាត់ម្ដាយផងដីមកស្ទើរតែគ្មាននរណាម្នាក់នៅក្នុងលោកអាចតាមទាន់ចលនារបស់គាត់បានទេតាមពិតទៅចំនួនមនុស្សដែលមានអំណាចគ្រប់គ្រាន់ដើម្បីតាមទាន់ចលនារបស់គាត់អាចរាប់បានដោយដៃទាំងពីរប៉ុន្តែដោយគ្មានករណីលើកលែងពួកគេទាំងអស់គ្នាបានសាំនឹងរឿងនេះរួចទៅហើយពួកគេមិនមានពេលវេលាឬការខិតខំប្រឹងប្រែងដើម្បីដោះស្រាយជាមួយនឹងទំនោរទាំងនេះនោះទេយ៉ាងច្រើនបំផុតពួកគេនឹងធ្វើការទស្សន៍ទាយដោយស្ងៀមស្ងាត់មួយចំនួនដើម្បីវិភាគការផ្លាស់ប្ដូរណាមួយនៅក្នុងពិភពលោកកណ្ដាប់ដៃនោះគឺពិតជាអស្ចារ្យមែនហើយ Allen ដែលមានដាវភ្លួនៅលើខ្នងបានរអ៊ូរទាំអីចឹងអូក្មេងប្រុសមិនន័យថាឈិនពីដានគាត់ឃើញហើយកណ្ដាប់ដៃនោះវាយអាលៀងអូខ្លាំងមកវាមែនអស្ចារ្យមែនយ៉ាងណាក៏ដោយស្រាប់តែមាននរណាម្នាក់ទាកំភ្លៀងក្មេងប្រុសនោះពីក្រោយក្បាលហើយស្រែកឡើងដោយក្តីខកចិត្តថាអាល្ងងអីចេះថាគេ